កាន់ការបកស្រាយនេះថ្ងៃនេះយើងនឹងនិយាយពីប្រព័ន្ធ AI ឥតគិតថ្លៃសម្រាប់បង្កើត slide និងរូបភាពដោយគ្មាន watermark តើធរដំណើរទើបអាចបង្កើតបទបង្ហាញគុណភាពខ្ពស់ដោយមិនជាប់ watermark ឬត្រូវបងលុយថ្លៃនេះពិតជាបញ្ហាធំណាស់ផ្នែកទី1ជំរឿន AI គុណភាពខ្ពស់លទ្ធផលល្អឥតខ្ចោះតែមានកំណត់ចំនួនប្រើប្រាស់ប្រចាំថ្ងៃតោះប្រៀបធៀបដែនកំណត់បាទសួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីការប្រើប្រាស់ notebook LM ដើម្បីធ្វើជាវីដេអូជាភាសាខ្មែរអញ្ចឹងលោកស្រីមើលទាំងអស់គ្នាតើយើងត្រូវធ្វើដូចម្តេចបាទទី1យើងបើកម្មវិធី notebook LM បន្ទាប់មកយើងចម្លងខ្លឹមសារដែលយើងបានសរសេរហើយឬក៏យើងមានស្រាប់នោះចម្លងវាទាំងអស់មកចម្លងវាទៅតាមអត្ថបទដែលលោកស្រីចង់បានបាទអញ្ចឹងខ្ញុំចុចចម្លងខ្ញុំចុចចម្លងហើយខ្ញុំនឹងចុចទៅកាន់កន្លែង add source ហើយខ្ញុំយក copy text ហើយ insert ទៅបាទហើយបន្តមកលោកស្រីដោះ text ផ្សេងទៅទុកថាកន្លែង text source ដែលយើងបានទម្លាក់ចូលនោះដើម្បីបង្កើតជា slide ជាភាសាខ្មែរអញ្ចឹងតមកលោកគ្រូអ្នកគ្រូទៅសេពាក្យថាបង្កើតវីដេអូជាភាសាខ្មែរដោយប្រើខ្លឹមសារនៅក្នុងប្រើខ្លឹមសារទាំងនេះបាទអញ្ចឹងគ្រាន់តែវាពាក្យប៉ុណ្ណឹងទៅពេលនោះ notebook LM នឹងចាប់ផ្ដើមបង្កើតជាវីដេអូដោយខ្លួនឯងផ្ទាល់មិនចាំបាច់យើងអ្នកធ្វើទេវីដេអូនោះវាលក្ខណៈជាដូចជា slide មកបង្ហាញដែរប៉ុន្តែវាមានជាសំឡេងភាសាខ្មែរនៅបង្ហាញនៅក្នុងកម្មវិធីនឹងផងដែរអញ្ចឹងឃើញថាវីដេអូយើងកំពុងតែវិលហ្នឹងរងចាំបន្តិចទៅហើយលោកស្រីក៏អាចកែប្រែបានដែរបាទវាមានជាទម្រង់ប្រឈរទម្រង់ផ្ដេកបាទយើងឲ្យ AI ជាអ្នកជ្រើសរើសដោយខ្លួនឯងបាទយើងយកប្រភេទ quality ខ្ពស់ក៏បានដែរបាទហើយលោកគ្រូអ្នកគ្រូចង់បានជាទម្រង់បែបណាលោកគ្រូជ្រើសរើសនៅក្នុង notebook LM នឹងបានបាទតបមកយើងចុចពាក្យ generate តែម្ដងស្វាគមន៍មកកាន់ការបកស្រាយនេះថ្ងៃនេះយើងនឹងនិយាយពីប្រព័ន្ធ AI ឥតគិតថ្លៃសម្រាប់បង្កើត slide និងរូបភាពដោយគ្មាន watermark តើធរដំណើរទើបអាចបង្កើតបទបង្ហាញគុណភាពខ្ពស់ដោយមិនជាប់ watermark ឬត្រូវបងលុយថ្លៃនេះពិតជាបញ្ហាធំណាស់ផ្នែកទី1ជំរឿន AI គុណភាពខ្ពស់លទ្ធផលល្អឥតខ្ចោះតែមានកំណត់ចំនួនប្រើប្រាស់ប្រចាំថ្ងៃតោះប្រៀបធៀបដែនកំណត់របស់កំពូល AI ទាំង3គឺ Google Gemini, Bing Image Creator និង Adobe Firefly Google Gemini ផ្ដល់រូបភាពច្បាស់កម្រិត 4K បានប្រហែល20រូបក្នុងមួយថ្ងៃហើយគ្មាន watermark គួរឲ្យរំខានទាល់តែសោះចំណែក Bing ប្រើ DALL-E 3បង្កើតរូបបានគ្មានដែនកំណត់គ្រាន់តែអាចយឺតបន្តិចបើសិនប្រើច្រើនពេក Adobe Firefly វារៀងតឹងរឹងបន្តិចដោយផ្ដល់ជូនតែ25រូបភាពឥតគិតថ្លៃប៉ុណ្ណោះក្នុងមួយខែតែអ្វីដែលពិសេសគឺ Firefly ត្រូវបានបង្វឹកដោយប្រភពរូបភាពផ្ទាល់ខ្លួនដែលផ្ដល់សុវត្ថិភាពខ្ពស់សម្រាប់ការប្រើប្រាស់ជាពាណិជ្ជកម្មចូលដល់ផ្នែកទី2ជំរឿន AI សម្រាប់បង្កើតរូបភាពគ្រឿងបរិមាណច្រើនសន្ធឹកសន្ធាប់នេះបង្ហាញពីភាពខុសគ្នារវាង AI ដែលមានកំណត់ចំនួននិង AI ដែលអាចបង្កើតបានដោយគ្មានដែនកំណត់តទៅសោះ Clickround AI ពិតជាអស្ចារ្យដោយផ្លប់ជួន carbon code រូបភាពគ្មាន watermark Delta One Right ក្នុងមួយថៃត្រូវការច្រើនជាងនេះ Cryon និង For Chance AI អាចបង្កើតបានគ្មានដែនកំណត់និងគ្មានការបន្ថយល្បឿនឡើយផ្នែកទី3ជំរឿនសម្រាប់ការការពារលទ្ធផលការគ្រប់គ្រងកម្រិតខ្ពស់និងសុវត្ថិភាពពាណិជ្ជកម្ម Leonardo.ai អនុញ្ញាតត្រឹម20រូបក្នុងមួយថ្ងៃតែផ្ដល់ការការពារលទ្ធផលយ៉ាងមានសុវត្ថិភាពនិងគ្មានវត្តមាក្លៃឧបករណ៍នេះស័ក្តិសមបំផុតសម្រាប់ការងារស្មុគស្មាញដូចជាការរក្សាលំនាំតួអង្គឬការកាត់តកម្រិតខ្ពស់ផ្នែកទី4តើមួយណាជាជំរឿនល្អបំផុតតោះជ្រើសរើស AI ឲ្យត្រូវនឹងតម្រូវការការងារការសម្រេចចិត្តចុងក្រោយគឺអាស្រ័យលើការផ្ដល់អាទិភាពទៅលើគុណភាពរូបភាពបរិមាណឬមុខងារពិសេសសរុបមកតើគម្រោងបន្ទាប់ត្រូវការរូបភាពចំនួនច្រើនឬត្រូវការលទ្ធផលកម្រិតខ្ពស់និងមានមុខងារពិសេស